ជំរាបសួរប្រិយមិត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីសូមអញ្ជើញតាមដានទស្សនាព័ត៌មានរបស់ទូរទស្សន៍បាយ័នជាដំបូងនេះយើងខ្ញុំសូមជូនព័ត៌មានក្នុងប្រទេសត្រាអ្នកកើតជំងឺទឹកនោមផ្អែមបានកើនឡើងពី 15,000 នាក់នៅឆ្នាំ 2005 ដល់ 25,000 នាក់នៅក្នុងឆ្នាំ 2010 តួលេខខាងលើនេះយោងតាមការអះអាងរបស់លោកវិជ្ជបណ្ឌិត Maurice Van Pelt ប្រធានអង្គភិបព័ត៌មានជំងឺប្រចាំនៅកម្ពុជាដែលបានថ្លែងនៅក្នុងការប្រពៃទិវាជំងឺទឹកនោមផ្អែមពិភពលោកលើកទី 5 នាថ្ងៃទី 27 ខែវិច្ឆិកាឆ្នាំ 2011 ទិវានេះធ្វើឡើងដោយបានការសហការរៀបចំដោយក្រសួងសុខាភិបាលអង្គការមណ្ឌលព័ត៌មានជំងឺអាជ្ញាធរខេត្តបន្ទាយមានជ័យស្របប្រតិបត្តិនិងអ្នកជំងឺទឹកនោមផ្អែមជាសមាជិកមកពីបណ្ដារាជធានីនានារួមមានខេត្តតាកែវកំពង់ស្ពឺរាជធានីភ្នំពេញនិងខេត្តបន្ទាយមានជ័យស្របប្រមាណជាង 500 នាក់លោកបានថ្លែងឲ្យដឹងទៀតថានៅទូទាំងពិភពលោកមានមនុស្សប្រមាណពី285លានទៅ300លាននាក់បាននឹងកំពុងតែកើតនៅជំងឺទឹកនោមផ្អែមនេះដែលជាជំងឺពុំទាន់មានថ្នាំណាអាចព្យាបាលឲ្យជាសះស្បើយនៅឡើយទេហើយតួលេខខាងលើនៅតែកើនឡើងបន្ថែមទៀតប្រសិនបើគ្មានវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពទេនោះអាយដាមអង្គភិរុនរដ្ឋលេខាធិការក្រសួងសុខាភិបាលមានប្រសាសន៍ថានេះគឺជាលើកទី 4 ហើយដែលប្រទេសកម្ពុជាបានរៀបចំប្រពៃទិវានេះឡើងនិងជាលើកទី 5 សម្រាប់បណ្ដាប្រទេសនៅលើពិភពលោកដែលបានប្រពៃទិវានេះឡើងក្នុងគោលបំណងក្រៅរំលឹកនិងធ្វើការផ្សព្វផ្សាយអប់រំដល់មនុស្សគ្រប់រូបឲ្យចេះបង្ការនិងថែទាំសុខភាពដោយខ្លួនឯងដែលក្នុងនោះការហូបអាហារឲ្យបានត្រឹមត្រូវការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់និងជាប្រចាំជាពិសេសសារៈសំខាន់ដែលល្អទៀតនោះគឺការបរិភោគតែអង្ករសម្រូបដែលអាចជួយកាត់បន្ថយជាតិស្ករនិងខ្លាញ់នៅក្នុងខ្លួនបានយ៉ាងល្អប្រសើរបំផុតនៅក្នុងការប្រពៃទិវានេះដែរបន្ទាប់ពីការដង្ហែជាក្បួនតាមដងផ្លូវនានានៅក្នុងខេត្តរួចមកដែលមានការកាន់បដាមានអ្នកអប់រំដល់សុខភាពក៏មានការជួបជុំគ្នាដើម្បីធ្វើជាសំណួរចម្លើយស្វែងយល់ពីជំងឺនិងកិច្ចការពារព្រមទាំងសម្ដែងសិល្បៈក្នុងន័យអប់រំថែរក្សាសុខភាពផងដែរព័ត៌មានក្នុងប្រទេសដែលលោកស្រីនាងកញ្ញាទើបនឹងបានទស្សនានៅពេលនេះចាប់តែប៉ុណ្ណេះជាបន្តសូមអញ្ជើញទស្សនានៅព័ត៌មានអន្តរជាតិ